សូមថ្វាយបង្គំព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងជំរាបសួរបងប្អូនជនរួមជាតិជនរួមភាសាទូទាំងសកលលោកជាទីគោរពនាងខ្ញុំសូមចែករំលែកខ្លឹមសារអាវុធទឹកបន្តនេះគឺកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាខ្មែរមានអាវុធទឹកដ៏អស្ចារ្យសម្រាប់ការពារជាតិទាំងមូលរបស់បងប្អូនជាតិដែលមានពលរដ្ឋមានបូរណភាពគឺព្រំដែនទឹកគោកអាកាសរបស់ខ្មែរទៅត្រែឯករាជ្យមានអធិបតេយ្យភាពគឺការដឹកនាំនយោបាយក្នុងនិងក្រៅប្រទេសរបស់ខ្មែរទៅត្រែឯករាជ្យហើយមានពលរដ្ឋខ្មែរត្រូវមានសិទ្ធិសេរីភាពបញ្ចេញយោបល់បញ្ចេញមតិរស់នៅក្នុងប្រទេសប្រជាធិបតេយ្យធ្វើជាម្ចាស់ប្រទេសមានសិទ្ធិជ្រើសរើសបោះឆ្នោតជ្រើសរើសមេដឹកនាំដោយសេរីនិងត្រឹមត្រូវមេដឹកនាំល្អណាដូច្នេះក្នុងនាមយើងជាពលរដ្ឋខ្មែរជាកូនខ្មែររស់នៅទីណាក្តីគឺយើងត្រូវតែចូលរួមគិតគូរពីប្រយោជន៍ជាតិយើងណាបងប្អូនទាំងអស់គ្នាចាព្រោះអីប្រទេសយើងមិនដូចប្រទេសដទៃទេគឺប្រទេសកម្ពុជាអតីតកាលគឺស្ថិតនៅក្នុងទីតាំងចំនួនភូមិសាស្ត្រនយោបាយទាំងប្លុកសេរីទាំងប្លុកកុម្មុយនីសចង់បាននយោបាយចង់បានសេដ្ឋកិច្ចចង់បានវប្បធម៌សង្គមធម៌ចង់បានយោធាចង់បានទឹកដីខ្មែរដើម្បីពង្រីកឥទ្ធិពលរបស់គេនៅក្នុងតំបន់ឥណ្ឌូចិនតំបន់អាស៊ានតំបន់អន្តរជាតិដូច្នេះសំខាន់ណាស់បងប្អូនយើងត្រូវតែចូលរួមគិតគូរអំពីប្រយោជន៍ជាតិយើងចូលរួមធ្វើនយោបាយដោយយកច្បាប់ជាគោលចាដោយសិលសមាធិបញ្ញាការមិនវិនិច្ឆ័យចំនឹងខ្លួនជានិច្ចគឺសំខាន់ណាស់ថ្ងៃនេះនាងខ្ញុំសូមចែករំលែកអំពីខ្លឹមសារនៅក្នុងដំណាក់កាលអន្តរកាលចាដំណាក់កាលអន្តរកាលគឺក្នុងកិច្ចព្រមព្រៀងទី2គឺកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាដែលនៅទំព័រ181ដល់207មាន32មាត្រា9ភាគនិង5ឧបសម្ព័ន្ធកិច្ចព្រមព្រៀងទី2នេះគឺសំខាន់ណាស់គឺបង្កើតខ្មែរថ្មីមួយណាបងប្អូនថ្មីមួយគឺជាការបំលែងពីសង្គ្រាមឲ្យមានសន្តិសុខសន្តិភាពពីអត់ឯករាជ្យឲ្យឯករាជ្យពីដឹកនាំតាមបែបកុម្មុយនីសផ្ដាច់ការសក្តិភូមិអាយ៉ងបរទេសឲ្យដឹកនាំតាមបែបប្រជាធិបតេយ្យសេរីភូប៉ាពីពលរដ្ឋអត់មានសិទ្ធិសេរីភាពធ្វើជាម្ចាស់ប្រទេសអត់មានសិទ្ធិសេរីភាពជ្រើសរើសមេដឹកនាំល្អឲ្យពលរដ្ឋមានសិទ្ធិសេរីភាពបោះឆ្នោតជ្រើសរើសមេដឹកនាំល្អគឺសំខាន់ណាស់ដូច្នេះបងប្អូនត្រូវតែស្វែងយល់ដំណាក់កាលអន្តរកាលនេះគឺដែលនៅទំព័រ181ដល់207គឺសំខាន់ណាស់ដូច្នេះនេះខ្ញុំសូមសង្ខេបដោយខ្លីៗអំពីដំណាក់កាលអន្តរកាលដូច្នេះមិនទាន់បានអាននេះខ្ញុំបានអានជាច្រើនហើយនៅកិច្ចព្រមព្រៀងទី2នេះប៉ុន្តែលើកនេះអត់បានអានទេគឺបញ្យលអ្វីទៅដំណាក់កាលអន្តរកាលចែករំលែកខ្លឹមសារអ្វីទៅដំណាក់កាលអន្តរកាលណាបងប្អូនដូច្នេះតើអ្វីទៅដំណាក់កាលអន្តរកាលប្រៀបបានដូចជាបដិវត្តឬគេហៅថាជាដំណាក់កាលនៃការវះកាត់នៅជំងឺមហារីកឲ្យជាសះស្បើយមិនឲ្យឆ្លងរីករាលដាលឬក៏ទុកនៅនឹងខ្លួនឲ្យคล้ายទៅជាជំងឺរ៉ាំរ៉ៃអាចសម្លាប់អាយុជីវិតមនុស្សបានគ្រប់ពេលវេលាគឺជាបដិវត្តបញ្ចប់សង្គ្រាមដំណាក់កាលអន្តរកាលបងប្អូនគឺជាបដិវត្តបញ្ចប់សង្គ្រាមដោយប្រើច្បាប់អន្តរជាតិនេះដោយច្បាប់អន្តរជាតិ23ដុល្លារឆ្នាំ1991នេះបងប្អូនដោយប្រើច្បាប់អន្តរជាតិដោយប្រើស្ថាប័នអង្គការសហជីវជាតិជាស្ថាប័នដែលបានព្រមព្រៀងដោយភាគីហត្ថលេខីគឺជាស្ថាប័នអព្យាក្រឹតដែលអាចអនុវត្តក្នុងដំណាក់កាលអន្តរកាលឲ្យខ្មែរមានសន្តិសុខសន្តិភាពតើដំណាក់កាលអន្តរកាលមានអ្វីខ្លះដូច្នេះទាំងអស់មាន5ឧបសម្ព័ន្ធណាបងប្អូនដំណាក់កាលអន្តរកាលនាងខ្ញុំសូមសង្ខេបនៅខ្លីៗឧបសម្ព័ន្ធទី1គឺជាភារកិច្ចរបស់អ៊ុនតាក់និងយូណាមីកជាមួយ SNC តើបងប្អូនស្គាល់ទេអ៊ុនតាក់យូណាមីកហើយនិង SNC តើពាក្យហ្នឹងស្គាល់ទេបងប្អូនអ៊ុនតាក់គឺជាអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហជីវជាតិនៅកម្ពុជាមានទាំងកងទ័ពមានទាំងស៊ីវិលណាបងប្អូននៅឆ្នាំ1991ចូលមករៀបចំខ្មែរថ្មីមួយបង្កើតរដ្ឋាភិបាលខ្មែរថ្មីមួយនៅក្នុងដំណាក់កាលអន្តរកាលណាបងប្អូនដើម្បីបញ្ចប់សង្គ្រាមរីឯយូណាមីកគឺជាក្រុមបេសកជនពិសេសកងទ័ពជើងមុខរបស់អង្គការសហជីវជាតិចូលមកបញ្ចប់សង្គ្រាមភ្លាមនៅឆ្នាំ1991ណាបងប្អូនរីឯ SNC គឺជាក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជាដែលក្នុងនោះមានភាគីខ្មែរទាំង4ណាបងប្អូនភាគីលោកហ៊ុនសែនភាគីលោកតាសឿនសានភាគីសម្ដេចនរោត្តមសីហនុហើយនិងភាគីលោកខៀវសំផនចា4ភាគីនេះបានចូលគ្នាបានឯកភាពគ្នាបង្កើតបាន SNC ដូច្នេះបងប្អូនសូមអានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងអស់គ្នាបងប្អូននឹងយល់ហើយតើពាក្យ Unamic អ៊ុនតាក់ហើយនិង SNC ជាអ្វីចាបន្តមកទៀតឧបសម្ព័ន្ធទី2
គឺនិយាយអំពីការដកកងទ័ពបរទេសគ្រប់ប្រភេទចេញពីកម្ពុជាមានការធានាពីអង្គការសហជីវជាតិគ្មានការវិលត្រឡប់មកវិញជាដាច់ខាតកងទ័ពដែលអង្គការសហជីវជាតិដកហ្នឹងណាដកគេព្រោះគេបានចូលមកលើទឹកដីយើងដូច្នេះអង្គការសហជីវជាតិមានកាតព្វកិច្ចតួនាទីអ៊ុនតាក់ត្រូវដកកងទ័ពបរទេសគ្រប់ប្រភេទចេញពីកម្ពុជាហើយធានាថាគ្មានការវិលត្រឡប់មកវិញជាដាច់ខាតណាបងប្អូនរំសាយកងទ័ពខ្មែរទាំង4ភាគីរំសាយគ្រឿងអាវុធយុទ្ធភ័ណ្ឌបិទច្រកកុំឲ្យភាគីខ្មែរទទួលជំនួយពីបរទេសចំនួនហ្នឹងគឺភាគីខ្មែរយើងទាំង4ហ្នឹងទទួលជំនួយពីបរទេសចាខាងលោកហ៊ុនសែនទទួលពីយួនពីចិនណាបងប្អូនរីឯសុំទោសពីសូវៀតលោកហ៊ុនសែនទទួលពីយួនពីសូវៀតរីឯលោកតាសឿនសានត្រីភាគីបង្កើតបានត្រីភាគីលោកតាសឿនសានសម្ដេចឧត្តមសីហនុហើយនឹងលោកខៀវសំផនរួមគ្នាកាជាត្រីភាគីទទួលជំនួយពីចិនអាមេរិកអាស៊ានណាបងប្អូនដូច្នេះហើយមហាអំណាចហើយនៅអាមេរិកកាំងចាមហាអំណាចទាំងអស់ហ្នឹងបានចូលរួមដោយប្រយោលណាបងប្អូននៅក្នុងចំនួនភូមិសាស្ត្រនៅកម្ពុជាហ្នឹងចាដូច្នេះហើយមិនមែនសង្គ្រាមរវាងខ្មែរនិងខ្មែរទេគឺសង្គ្រាមនៅពីក្រោយគឺបរទេសចាពីបរទេសនៅពីក្រោយដូច្នេះហើយត្រូវការស្ថាប័នអង្គការសហជីវជាតិមកដកកងទ័ពបរទេសគ្រប់ប្រភេទចេញពីកម្ពុជាបើមិនដូច្នោះទេគឺមិនអាចទៅរួចទេណាបងប្អូនដូច្នេះសំខាន់ណាស់នៅក្នុងដំណាក់កាលអន្តរកាលនេះដូច្នេះរំសាយគ្រឿងអាវុធយុទ្ធភ័ណ្ឌបិទច្រកកុំឲ្យភាគីខ្មែរទទួលជំនួយពីបរទេសត្រូវធ្វើការត្រួតពិនិត្យតាមដាននិងស៊ើបអង្កេតដោយប្រើកងទ័ពអង្គការសហជីវជាតិដែលមានអ៊ុនតាក់ណាបងប្អូនទាំងសេវីលទាំងកងទ័ពចាជាង 15,000 នាក់ចំនួននោះណា 15,000 នាក់ដែលអង្គការសហជីវជាតិបញ្ជូនមកកម្ពុជាដើម្បីចាត់ចែងគ្រប់គ្រងខ្មែរឲ្យខ្មែរមានសន្តិភាពសន្តិសុខបញ្ចប់សង្គ្រាមឃើញទេឧបសម្ព័ន្ធទី2នេះគឺសំខាន់ណាស់គឺធ្វើឲ្យខ្មែរឯករាជ្យណាបងប្អូនបើឧបសម្ព័ន្ធទី2នេះមិនបានអនុវត្តដោយអ្វីដែលបានចែងនៅក្នុងឯកសារទេគឺគុំសង្ឃឹមថាខ្មែរឯករាជ្យអសោះចាគឺកងទ័ពបរទេសគ្រប់ប្រភេទនៅក្នុងកម្ពុជាមិនបានបើអ៊ុនតាក់មិនបានអនុវត្តទេបានថាមិនបានដកចេញទេដូច្នេះហើយនៅក្នុងពេញទឹកដីរបស់យើងណាបងប្អូនដូច្នេះសំខាន់ណាស់សូមស្វែងយល់ទាំងអស់គ្នាចាឧបសម្ព័ន្ធទី3ការបោះឆ្នោតនិយាយអំពីការបោះឆ្នោតអ៊ុនតាក់ជាអ្នករៀបចំដឹកនាំការបោះឆ្នោតឲ្យបានសេរីនិងត្រឹមត្រូវឧបសម្ព័ន្ធទី3ទំព័រ203សូមបងប្អូនអានទាំងអស់គ្នាមាន9ចំណុចណាហ្នឹងហើយគឺនិយាយអំពីការបោះឆ្នោតយើងជិតដល់ការបោះឆ្នោតទៀតហើយបងប្អូនឆ្នាំក្រោយគឺបោះឆ្នោតជ្រើសរើសឃុំសង្កាត់ហ្នឹងហើយដូច្នេះពលរដ្ឋខ្មែរត្រូវតែស្វែងយល់ធ្វើជាពលរដ្ឋសកម្មនឹងពលរដ្ឋឯកតនាមពលរដ្ឋនីតិរដ្ឋហើយពលរដ្ឋកិច្ចព្រមព្រៀងទីក្រុងប៉ារីគឺសំខាន់ណាស់បងប្អូនចាគឺមានតែកូនសោនេះហើយដែលធ្វើឲ្យពលរដ្ឋធ្វើជាម្ចាស់ប្រទេសបានដូច្នេះយើងត្រូវតែស្គាល់មន្ត្រីស្គាល់អំណាចរបស់យើងដែលយើងមានស្គាល់ទាំងអស់គ្នាស្គាល់ច្បាប់បោះឆ្នោតដើម្បីឲ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវស្គាល់គោលជបគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគោលជបត្រូវតែឯករាជ្យបើគោលជបមិនឯករាជ្យគឺបងប្អូនគ្មានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវជាដាច់ខាតគឺសំខាន់ណាបងប្អូនគោលជបត្រូវតែមានកណន័យភាពតម្លាភាពចាកណន័យភាពបានន័យថាគោលជបត្រូវតែបង្រៀនពលរដ្ឋឲ្យចេះច្បាប់បោះឆ្នោតចាឲ្យបង្រៀនពលរដ្ឋច្បាប់ទាំងអស់ដែលមានតម្លាភាពគោលជបត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនចាដូច្នេះសំខាន់ណាស់គោលជបត្រូវតែស្គាល់តួនាទីរបស់ខ្លួនគឺត្រូវតែឯករាជ្យមិននៅក្រោមបញ្ជាបុគ្គលណាស្ថាប័នណាជាដាច់ខាតគោលជបដើម្បីរៀបចំបោះឆ្នោតឲ្យមានតម្លាភាពនិងកណន័យភាពឲ្យមានសេរីនិងត្រឹមត្រូវបានលុះត្រាតែគោលជបឯករាជ្យបើនៅក្នុងប្រទេសយើងគោលជបមិនឯករាជ្យទេគុំសង្ឃឹមថាគណៈបកផ្សេងទៀតឈ្នះគណៈបកកាន់អំណាចឲ្យសោះគុំសង្ឃឹមឲ្យសោះចាដូច្នេះបងប្អូនអាចអានទំព័រ203អំពីនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារី23 ឆ្នាំ1991នឹងហើយនិយាយអំពីការបោះឆ្នោតបងប្អូនសំខាន់ណាស់ចាហើយគណៈបកត្រូវតែដើរតាមគោលការណ៍កិច្ចព្រមព្រៀងទីក្រុងប៉ារីទើបខ្មែរមានសន្តិសុខសន្តិភាពដោយពិតប្រាកដទើបខ្មែរអាចអភិវឌ្ឍបានបើគណៈបកដើរប្រាក់ចាកពីកិច្ចព្រមព្រៀងទីក្រុងប៉ារី23 ឆ្នាំ1991គុំសង្ឃឹមថាការស្ដារការកសាងកម្ពុជាឡើងវិញមានប្រសិទ្ធភាពឲ្យសោះគឺកិច្ចព្រមព្រៀងទី4ណាបងប្អូនការស្ដារការកសាងកម្ពុជាឡើងវិញដូច្នេះហើយ
ត្រូវតែមានគណៈបកមួយដើរតាមគោលការណ៍កិច្ចព្រមព្រៀងទីក្រុងប៉ារីទើបអាចទៅរួចចាឧបសម្ព័ន្ធទី4និយាយអំពីការរៀបចំជនភៀសខ្លួននិងជនផ្លាស់ប្ដូរទីកន្លែងឲ្យចូលមកកម្ពុជាវិញដោយសុវត្ថិភាពដោយសន្តិវិធីនិងនីតិវិធីសន្តិវិធីគឺតាមសន្តិភាពណាបងប្អូនអត់មានបង្ខិតបង្ខំគាត់ជំរុញគាត់ឲ្យគាត់ត្រឡប់មកប្រទេសវិញទេបើគាត់មិនចង់មកដូច្នេះសំខាន់ណាស់ដោយនីតិវិធីគឺធ្វើតាមផ្លូវច្បាប់ចាបាប់ទៅសេយ៉ាងម៉េចគឺត្រូវធ្វើអញ្ចឹងហើយរៀបចំដោយអង្គការសហជីវជាតិអ្នករៀបចំជនភៀសខ្លួនណាដោយអង្គការសហជីវជាតិចាដូច្នេះសំខាន់ណាស់ឧបសម្ព័ន្ធទី4គឺចំនួនហ្នឹងឆ្នាំ1979គឺនាងខ្ញុំជាជនភៀសខ្លួនដែរប៉ុន្តែនាងខ្ញុំបានមកដល់ប្រទេសបារាំងឆ្នាំ1983មុនចាដូច្នេះហើយមុនឆ្នាំ1991ចាដូច្នេះបងប្អូនជនភៀសខ្លួនផ្សេងៗទៀតបានត្រឡប់ទៅកម្ពុជាវិញហើយសង្ឃឹមថាអង្គការសហជីវជាតិបានរៀបចំបងប្អូនជនភៀសខ្លួនដែលត្រឡប់ទៅប្រទេសវិញដើម្បីបោះឆ្នោតរៀបចំបោះឆ្នោតធ្វើជាម្ចាស់ប្រទេសគឺគាត់មានសិទ្ធិសេរីភាពបោះឆ្នោតមានសិទ្ធិសេរីភាពរស់នៅដោយដែលពលរដ្ឋខ្មែរដទៃទៀតចាដែលរស់នៅក្នុងប្រទេសឧបសម្ព័ន្ធទី5គឺនិយាយអំពីការបង្កើតរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យដើម្បីឲ្យមានរដ្ឋាភិបាលមួយកើតចេញពីពលរដ្ឋជ្រើសរើសត្រូវមានអង្គការសហជីវជាតិរៀបចំការបោះឆ្នោតឲ្យមានសេរីនិងត្រឹមត្រូវពលរដ្ឋជ្រើសរើសសភាធម្មនុញ្ញសភាធម្មនុញ្ញសរសេរច្បាប់រដ្ឋធម្មនុញ្ញរួចប្រកាសរដ្ឋធម្មនុញ្ញបំលែងខ្លួនទៅជាសភានីតិបញ្ញត្តិសុំទោសបំលែងសភាធម្មនុញ្ញទៅជាសភានីតិបញ្ញត្តិគឺជាតំណាងរាស្ត្រណាបងប្អូនសភានីតិបញ្ញត្តិប្រកាសរដ្ឋាភិបាលថ្មីរួចបង្កើតនីតិរដ្ឋនីតិបញ្ញត្តិនីតិប្រតិបត្តិនីតិតុលាការត្រូវឯករាជ្យដាច់ដោយឡែកពីគ្នាឃើញទេទាំង5ឧបសម្ព័ន្ធនេះត្រូវតែអនុវត្តឲ្យបានពេញលេញបើមិនដូច្នោះទេគឺខ្មែរវេទនាណាបងប្អូនវេទនាខ្មែររស់ឬស្លាប់ត្រូវការអនុវត្តដំណាក់កាលអន្តរកាលឲ្យបានពេញលេញដូច្នេះសូមបងប្អូនស្វែងយល់ខ្លឹមសារដំណាក់កាលអន្តរកាលគឺសំខាន់ណាស់បងប្អូនបើដំណាក់កាលអន្តរកាលមិនអាចអនុវត្តទេគឺខ្មែរមិនអាចរស់ឡើងវិញដោយមានសន្តិសុខសន្តិភាពបានឡើយដោយសពថ្ងៃនេះមកពីមានការប្រហោងនៅក្នុងការអនុវត្តដំណាក់កាលអន្តរកាលបានជាមានបរទេសប្រទេសថៃកំពុងតែឈ្លានពានយើងនេះបងប្អូនទាំងខាងកើតទាំងខាងលិចគឺគេកំពុងតែឈ្លានពានយើងដូច្នេះហើយក្នុងនាមយើងជាកូនខ្មែរជាពលរដ្ឋត្រូវតែធ្វើជាពលរដ្ឋសកម្មចូលរួមគិតគូរពីប្រយោជន៍ជាតិទាំងអស់គ្នាបងប្អូនព្រោះប្រទេសកម្ពុជាមិនដូចប្រទេសដទៃឡើយគឺយើងស្ថិតនៅទីតាំងចំនួនភូមិសាស្ត្រនយោបាយដូចនាងខ្ញុំបានបញ្ជាក់ពីដើមអញ្ចឹងចាដូច្នេះកិច្ចមិនផុតឡើយយើងត្រូវតែចូលរួមធ្វើនយោបាយធ្វើជាពលរដ្ឋសកម្មពលរដ្ឋនីតិរដ្ឋពលរដ្ឋឯកតនាមលើក្រោយនាងខ្ញុំនឹងអានចែករំលែកអ្វីទៅពលរដ្ឋសកម្មពលរដ្ឋនីតិរដ្ឋពលរដ្ឋឯកតនាមក្នុងនាមយើងជាកូនខ្មែរស្នេហាជាតិចង់ឲ្យជាតិរស់គង់វង្សតកូនចៅខ្មែរចំនួនក្រោយយើងត្រូវតែចូលរួមទាំងអស់គ្នាបងប្អូនប្រទេសបរទេសដែលឈ្លានពានយើងគេចាំតែឆ្លៀតឱកាសទេតែខ្មែរផ្លិចគឺគេឆ្លៀតឱកាសបានហើយគោលដៅគេមហិច្ឆតារបស់គេគឺចង់លេបទឹកដីខ្មែរដូច្នេះហើយបងប្អូនតើបងប្អូនផ្លិចខ្លួនគឺយើងនឹងបាត់បង់ជាតិកំណើតរបស់យើងដូចប្រទេសចម្ប៉ាអញ្ចឹងមិនខានឡើយណាបងប្អូនដូច្នេះសូមចូលរួមទាំងអស់គ្នាគឺសំខាន់ណាស់យើងត្រូវចូលរួមគិតគូរពីកំណើតជាតិរបស់យើងគឺសំខាន់ណាស់ចាថ្ងៃនេះសូមចប់ត្រឹមនេះនាងខ្ញុំនឹងវិលមកជួបបងប្អូននៅលើក្រោយទៀតចាបើមានខុសឆ្គងអ្វីសូមអធិស្ឋានផងចាសូមជម្រាបលា